Thì trả đòi bông ôm về chia prot còn miền cà phê bờ ràm đá trong vinh từ nâng cà tụ ở vượt pi khang phía kỳ thay đòiในថ្ងៃទី25ខែកញ្ញាឆ្នាំ2025ម្សិលមិញនេះគឺមានប្រជាពលរដ្ឋមួយចំនួនដែលបានរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក៏បានធ្វើដំណើរនៅតាមដងផ្លូវចាក់ដោយមធ្យោបាយគោយន្តកន្ត្រៃនិងម៉ូតូធ្វើដំណើរចាក់ចេញពីផ្ទះសម្បែងរបស់ពួកគាត់ដើម្បីភៀសខ្លួនរកទីតាំងជ្រកសុវត្ថិភាពចាក់គឺខណៈដែលពួកគាត់មានការបារម្ភចំពោះបញ្ហាប្រឈមទៅនឹងការផ្ទុះអាវុធសាជាថ្មីម្ដងទៀតនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនោះយ៉ាងណាមិញលោកមេតមីភក្តីអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរបស់សាលាខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ថាចំពោះករណីបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃបានធ្វើដំណើរភៀសខ្លួនចាក់ចេញពីផ្ទះសម្បែងដើម្បីមករកទីកន្លែងជ្រកមណ្ឌលសុវត្ថិភាពនៅព្រឹកថ្ងៃទី25ម្សិលមិញនេះចាគឺមានប្រមាណជា15គ្រួសារមកពីតាមមូលដ្ឋាននានាតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យលោកអភិបាលរងខេត្តបានបន្តថាករណីដែលបងប្អូនប្រជាពលរដ្ឋចាគឺបានចាក់ចេញពីផ្ទះសម្បែងនោះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋទាំងអស់នោះមានការបារម្ភនិងភ័យខ្លាចចំពោះបញ្ហាដែលមានការផ្ទុះអាវុធសារជាថ្មីម្ដងទៀតនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជាថៃលោកអភិបាលរងខេត្តបានដឹងបន្តទៀតថាចំពោះបញ្ហានេះដែរគឺពុំមានករណីផ្ទុះណាមួយបានកើតមានឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនោះទេគឺពួកគាត់មានការបារម្ភខ្លាំងពេកដោយសារតែពួកគាត់រស់នៅក្បែរតំបន់ព្រំដែនដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដទៃទៀតសូមកុំមានការយល់ច្រឡំថាការភៀសខ្លួនរបស់បងប្អូនប្រជាពលរដ្ឋដោយសារតែមានការផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែននោះទន្ទឹមគ្នានោះដែរអាជ្ញាធរខេត្តក៏មិនប្រងើយកន្តើយនោះទេគឺបានរកទីតាំងកន្លែងមណ្ឌលដែលមានសុវត្ថិភាពឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នោះបានស្នាក់នៅជាបណ្ដោះអាសន្នផងដែរនៅមណ្ឌលបាត់កៅស្រុកចុងកាល់ដែលជាកន្លែងទីតាំងជំរំភេសជ្ជនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរផងដែរសូមបញ្ជាក់ថាកត្រឹមថ្ងៃទី25ខែកញ្ញាឆ្នាំ2025ម្សិលមិញនេះស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យគឺមានភាពស្ងប់ស្ងាត់នោះទេបាទដោយសារតែឃើញថាមានការលើកឡើងនៅព័ត៌មានហើយដូចជាសកម្មភាពមួយចំនួនរបស់ខាងកងទ័ពថៃបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការបារម្ភបាទនៅខាងភូមិព្រៃច័ន្ទឯនោះគឺបងប្អូនប្រជាពលរដ្ឋនៅបន្តទៅលើកទឹកចិត្តសួរសុខទុក្ខហើយបងប្អូនក៏នៅទីនោះគេហៅថាក្រាញនៅទីនោះដែរដោយឡែកនៅខាងឧត្តរមានជ័យនេះដោយសារតែគាត់ទទួលបានព័ត៌មានលើបែបនេះលើបែបនោះហើយគាត់បារម្ភព្រោះកន្លងមកនេះការពីថ្ងៃដែលមានការប៉ះទង្គិចគឺបានធ្វើរងការខូចខាតទៅលើលំនៅឋានក៏ដូចជាមូលដ្ឋានរបស់បងប្អូនជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យនោះមានកម្រិតធ្ងន់ធ្ងរចា៎អញ្ចឹងពួកគាត់ក្រោយពីទទួលដំណឹងឮថាបែបនេះបែបនោះអញ្ចឹងគាត់បារម្ភបាទគាត់បារម្ភហើយក៏ពិបាកនឹងការបន្ទោសគាត់ដែរបាទពួកគាត់បាក់ស្បាតបាទព្រោះថាការភ័យខ្លាចការបារម្ភការតក់ស្លុតគឺដិតជាប់នឹងអារម្មណ៍របស់បងប្អូនពួកថ្មីនឹងហ្នឹងបាទពលរដ្ឋកម្ពុជាជាពលរដ្ឋមួយដែលប្រទេសយើងធ្លាប់ជួបបញ្ហាសង្គ្រាមអ្នកដែលឆ្លងកាត់គាត់ឈឺចាប់បាទក្នុងចិត្តគេថាឈឺចាប់ហ្នឹងគេថាយូរមកហើយយើងមួយរយៈនេះស្ងប់ស្ងាត់គេថាកម្ពុជាទទួលបាននូវសុខសន្តិភាពក៏ខានលឺសង្គ្រាមខានលឺសម្លេងនេះយូរការចូលរាប់សិបឆ្នាំមកដែរតែការពីការប៉ះទង្គិចថ្មីដែលធ្វើឲ្យមានការប៉ះពាល់ដល់លំនៅឋានរួមនឹងការរស់នៅរបស់បងប្អូនធ្វើឲ្យគាត់បាក់ស្បាតអញ្ចឹងការលឺព័ត៌មានបែបនេះការលឺព័ត៌មានបែបនោះធ្វើឲ្យគាត់មានការបារម្ភរហូតដល់បងប្អូននៅខាងខេត្តឧត្តរមានជ័យម្សិលមិញគឺបានជំលះខ្លួនចេញដែលគាត់លើកឡើងថាគាត់ខ្លាចបារម្ភមានការប៉ះទង្គិចជាថ្មីដែលនាំឲ្យប៉ះពាល់ឬក៏នាំឲ្យការរស់នៅក៏ដូចជាក្តីបារម្ភនៅក្នុងមូលដ្ឋានរបស់ពួកគាត់នៅតំបន់ព្រំដែនអញ្ចឹងហើយទើបគាត់បង្ខំចិត្តចាក់ចេញបាទពីលំនៅឋាននេះនៅខាងឧត្តរមានជ័យម្សិលមិញបាទអញ្ចឹងបានថាព័ត៌មានបើយើងផ្សព្វផ្សាយសូមឲ្យអ្វីដែលពិតហើយពួកគាត់នេះគាត់បារម្ភព្រោះស្ថានភាពមើលដូចហាក់ដូចតានតឹងប្រហែលថ្ងៃនេះគាត់បារម្ភដល់បារម្ភគឺគាត់ត្រឡប់បាទពីតំបន់រស់នៅក្នុងមូលដ្ឋាននៅក្បែរព្រំដែនមកកាន់កន្លែងមណ្ឌលសុវត្ថិភាពអញ្ចឹងដោយសារតែគាត់បារម្ភបាទយ៉ាងណាក៏ដោយក៏សូមបងប្អូនបាទស្ដាប់នៅការជម្រាបជូនរបស់អាជ្ញាធរមូលដ្ឋានរបស់យើងពិតជាអាណិតអាសូរចំពោះបងប្អូនដែលមានការបារម្ភដែលមានការខ្លាចហើយជាឃើញប្រជាពលរដ្ឋកម្ពុជាអត់ចង់បានទេសង្គ្រាមអត់ចង់បានទេអត់ចង់ជួបទេគឺឆ្អែតឆ្អន់ហើយរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងដោះស្រាយតាមយន្តការច្បាប់ហើយក៏រូបបានជាប់ជួនទៅលើបទឆុបបាញ់កម្ពុជាគឺចង់បានបទឆុបបាញ់តែឥតលក្ខខណ្ឌដើម្បីកុំឲ្យមានការបង្ហូរឈាមដើម្បីកុំឲ្យមានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋក៏ដូចជាខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាបាទផ្ទះសម្បែងរបស់បងប្អូនជាពលរដ្ឋ